ព្រះអនុរុទ្ធ Anuruddha គឺជាព្រះអរហន្តមួយអង្គក្នុងចំណោមព្រះអរហន្តទាំងឡាយដ៏សំខាន់នាសម័យព្រះពុទ្ធទ្រង់ជាប្អូនជីដូនមួយរបស់ព្រះពុទ្ធនិងជាសាវកដែលមានសមត្ថកម្មនិងប្រាជ្ញាអតិវិសេសព្រះអនុរុទ្ធត្រូវបានគេស្គាល់ថាជាអ្នកឆ្នើមក្នុងការឃើញដតីទិព្វចក្ខុនិងការចងចាំប្រវត្តិដំបូងព្រះអនុរុទ្ធកើតក្នុងត្រកូលសក្យៈនៅក្រុងក្បឺលផ្សោតជាបុត្ររបស់ព្រះបាទសុកៈនិងនាងសុកីទ្រង់ជាប្អូនជីដូនមួយរបស់ព្រះពុទ្ធក្នុងវ័យជំទង់ទ្រង់រស់នៅក្នុងភាពស្តុកស្តម្ភនិងផ្សេងដែលមានក្នុងវាំងការចាក់ចេញសាងភ្នោះព្រះអនុរុទ្ធបានសាងភ្នោះក្នុងពេលជាមួយគ្នានឹងព្រះអនុននិងព្រះទេវទត្តបន្ទាប់ពីបានឃើញអំពីភ្នោះរបស់ព្រះភេត្រីផ្សេងទៀតក្រោយពីសាងភ្នោះទ្រង់បានបំពេញសមាធិនិងអនុវត្តដោយពេញទំហឹងការសម្រេចអរហត្តព្រះអនុរុទ្ធបានសម្រេចព្រះអរហត្តក្រោយពីបានបំពេញសមាធិនិងអនុវត្តតាមការណែនាំរបស់ព្រះពុទ្ធទ្រង់ត្រូវបានព្រះពុទ្ធទ្រង់ទទួលស្គាល់ថាជាអ្នកឆ្នើមក្នុងការឃើញដតីទិព្វចក្ខុនិងការប្រុងប្រយ័ត្នតួនាទីក្នុងសង្ឃព្រះអនុរុទ្ធជាសាវកដែលមានសមត្ថកម្មខ្ពង់ខ្ពស់និងជាអ្នកដែលព្រះពុទ្ធទ្រង់ទុកចិត្តទ្រង់បានចូលរួមក្នុងការប្រជុំសង្ឃជាច្រើននិងជាអ្នកដោះស្រាយវិវាទក្នុងសង្ឃការរស់រានមានជីវិតព្រះអនុរុទ្ធបានរស់រានមានជីវិតយ៉ាងយូរនិងបានផ្សាយព្រះធម៌រហូតដល់វស្សាចុងក្រោយទ្រង់ត្រូវបានគេចាត់ទុកថាជាសាវកដ៏សំខាន់មួយអង្គក្នុងការរក្សាព្រះធម៌គុណសម្បត្តិពិសេសទិព្វចក្ខុការឃើញដតីមានសមត្ថភាពឃើញអ្វីដែលភ្នែកមនុស្សសាមញ្ញមើលមិនឃើញសតិនិងសមាធិជាអ្នកប្រុងប្រយ័ត្ននិងមានសមាធិខ្ជាប់ខ្ជួនការចងចាំមានសមត្ថភាពចងចាំព្រះសូត្រនិងគម្ពីរផ្សេងបានយ៉ាងល្អព្រះអនុរុទ្ធគឺជាគំរូនៃការប្រុងប្រយ័ត្ននិងការអនុវត្តសមាធិហើយទ្រង់បានក្លាយជាអរហន្តដោយសារការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន